ម៉ែកុំមាត់មានគេចង់ចូលមកតើអ្នកបំរើមកពិនិត្យបន្ទប់មែនទេម៉ែម៉ោង3ទៀបភ្លឺហើយពិនិត្យបន្ទប់អីទៀតបើកទ្វារមនុស្សទៅណាអស់ហើយម៉ែកុំស្រែកបើម៉ែស្រែកគេនឹងដឹងថាយើងភ្ញាក់ហើយគេលែងធ្វើពុតទៀតហើយជាន់នេះមានតែបន្ទប់យើងទេដែលបើកភ្លើងម៉ែកុំទេខាងក្រៅមានមនុស្សអាក្រក់ប្រាប់កន្លែងទទួលភ្ញៀវឲ្យកន្លែងទទួលភ្ញៀវគឺបកពួករបស់គេកាត់បន្ទប់ដែលគេកាន់គឺកន្លែងទទួលភ្ញៀវជាអ្នកឲ្យកូនឯងនិយាយផ្ដេសផ្ដាសអីកន្លែងទទួលភ្ញៀវមិននឹងម៉ែគ្មានពេលទេស្ដាប់កូនចូលទៅកុំមាត់នាងចង់ឲ្យមនុស្សនៅខាងក្រៅគិតថាយើងកំពុងងូតទឹកនៅនាំកូនស្រីមកជាមួយទៀតអាល្អិតនៅកន្លែងទទួលភ្ញៀវនោះភ្នែកមុតមែនគួរឲ្យស្រឡាញ់ណាស់កណ្ដាលអាត្រៀតហើយងូតទឹកអីលុយបងរួចហើយនៅចង់លាក់ខ្លួនទៀតអីលុយបងរួចហើយលុយដែលគេទិញគឺបន្ទប់យើងនេះហើយគឺទិញម្ដាយកូនយើងនឹងមានតែអ្នកស្រី2នាក់ទេដែលស្នាក់នៅគ្មានសាច់ញាតិប្រុសមកជាមួយទេយើងនឹងរត់ចេញទៅបត់ស្ដាំទៅមាត់ជណ្ដើរតែម្ដងកុំចុចជណ្ដើរយន្តរត់ទៅណាអញបានបងលុយរួចហើយតើម្ដាយកូនយើងមកស្នាក់នៅសន្តាគារត្រឹមត្រូវតើខ្លាចជារបស់ដែលគេចាយលុយទិញតាំងពីពេលណាបន្ទប់5308រត់បាត់ហើយនៅនិយាយច្រើនអីទៀតវិញតាមទៅស្ទាក់នៅជណ្ដើរជើងកុំឲ្យមានសម្លេងរំខានកុំឲ្យរំខានដល់ភ្ញៀវដទៃពិតជាកន្លែងទទួលភ្ញៀវមែនមាននិយាយមិនខុសទេម៉ែស្ដាប់កូនទើបអាចរស់បើមិនស្ដាប់កូនទេយប់នេះម្ដាយកូនយើងមិនអាចចេញពីសន្តាគារនេះរួចទេមានខាងក្រោមមានមនុស្សគិតយ៉ាងម៉េចនាងចង់ធ្វើឲ្យអ្នកដែលដេញតាមយើងគិតថាយើងកំពុងរងចាំជណ្ដើរយន្តវាចិត្តជណ្ដើរយន្តហើយទៅស្ទាក់ជណ្ដើរយន្តនៅជាន់ទី1ជណ្ដើរយន្តទេស្អាតមនុស្សទៅណាដេញតាមជណ្ដើរជើងនាងកូនកំពុងធ្វើអីពេលពួកគេដេញតាមមកឃើញស្បែកជើងនឹងគិតថាយើងភ័យស្លន់ស្លោលាក់គេរកនៅជាន់ទី3គឺល្មមពេលឲ្យយើងចេញទៅក្រៅបាត់ហើយនាងទៅតែអាយុ18ឆ្នាំតើនាងដឹងរឿងទាំងនេះដល់ហើយកូនដឹងហើយកូនដឹងម៉ោងនេះទ្វារធំគឺតែងតែចាក់សោជានិច្ចម៉ែត្រូវដឹងប៉ូលីសតែមិនមែនឈរនៅទីនេះទេផ្លូវមួយនេះនៅក្រោមក្រសែភ្នែកពួកគេនៅឡើយទេឡើងឡានសិនទៅកន្លែងដែលមានមនុស្សច្រើនអាគ្រាតហើយម្ដាយកូនអ្នកទាំងពីរមានរឿងអីហ្នឹងលោកពូប៉ាខ្ញុំផឹកស្រវឹងវារបស់របរនៅផ្ទះខ្ញុំនឹងម៉ែទៅចេញមកលាក់ខ្លួនមួយយប់ពេលថ្ងៃម៉ែនៅនិយាយជាមួយនាងថាមីងរបស់កូនធ្លាប់ធ្វើការនៅទីនេះជាកន្លែងដ៏សម្រស់ឥឡូវនេះអសរ8ម៉ាត់នេះម៉ែគ្រាន់តែមើលមួយផ្លែតក៏ព្រឺសម្បូរដែរនាងមិនបានកូនដឹងថាកន្លែងទទួលភ្ញៀវមានបញ្ហាមិនបានកូនដឹងថាច្រកបុគ្គលិកដែលចេញកើតអីមិនអីទេម៉ែកូនជាអ្នកតិចខ្លួនឯងទេកូនខ្ទេចខ្លួនឯងធ្វើអីព្រឹកនេះម៉ោង3:40នៅសន្តាគារយើងយាយដែលមានករណីចូលបន្ទប់បង្កប៊ូស្នាមអតិថិជនស្ត្រីម្នាក់ត្រូវបានបរិសុទ្ធស្រវឹងកាន់កាត់បន្ទប់បើយើងមិនរត់ចូលនឹងអ្នកដែលដេកនៅមន្ទីរពេទ្យគឺម្ដាយកូនយើងហើយតើកូនដឹងរឿងទាំងនេះដោយរបៀបណារាល់ទង្វើដែលកូនធ្វើនៅយប់នេះគឺសុទ្ធតែមិនប្រក្រតីទាំងអស់ប្រាប់ម៉ែមកម៉ែចាំភ្លឺសឹមនិយាយតើអ្នកស្រី Shen Gai Wang មែនទេខ្ញុំគឺ Chen Godong មកពីក្រុមស៊ើបអ្នកស្រី Shen Gai Wang មែនទេខ្ញុំគឺ Chen Godong មកពីក្រុមស៊ើបអង្កេតរួមការងាររបស់ខ្ញុំឈ្មោះនឹងអានកំណត់ហេតុរបស់ស្ត្រីដែលរងរបួសបាននិយាយថាទ្វារបន្ទប់ត្រូវបានគេបើកដោយប្រើកាតបញ្ចុះសុវត្ថិភាពទេយើងបានឆែកមើលកាមេរ៉ាសុវត្ថិភាពនៅបញ្ចុះតួភ្ញៀវផ្នែកខាងមុខបានតែប្រើចៃដន្យច្បាស់ពេលជាចៃដន្យមែនប៉ុន្តែកាមេរ៉ាក្នុងជណ្ដើរយន្តមិនខុសទេ05នាទីព្រឹកបរិះម៉ោង3បានកាន់កាតបន្ទប់ឡើងទៅជាន់បានឱកាសបើកទ្វារបន្ទប់5ជនសង្ស័យត្រូវបានចាប់ខ្លួនហើយឈ្មោះ Wu Wei ជាអ្នករកស៊ីលក់សម្ភារៈសំណង់បានប្រកែកថាខ្លួនឯងផឹកស្រាស្រវឹងខ្លាំងទើបចូលខុសប្រាប់ថាកាតបន្ទប់ជារបស់គាត់ប៉ុន្តែភ្លេចថាបានវាមិនដោយរបៀបណាពេលគាត់ចូលមកគាត់ដើរត្រង់ទៅបន្ទប់ទឹកព្រមទាំងស្រែកថាបានកាត់បន្ទប់របស់គាត់គឺខាងបញ្ចុះតួភ្ញៀវជារបស់ខ្ញុំបានឬអ្នកនៅបញ្ចុះតួភ្ញៀវដេញតាមពួកយើងរឿងនេះពួកយើងបានស៊ើបអង្កេតហើយមានកំណត់ត្រានៅលើតែបើកទ្វារបន្ទប់របស់អ្នកគឺត្រូវបានធ្វើឡើងនៅលើកុំព្យូទ័ររបស់បញ្ចុះតួភ្ញៀវដែលធ្វើការគឺជាកណីរបស់អ្នកធ្វើការនៅបញ្ចុះតួភ្ញៀវវិញនោះមិនបានមកធ្វើការទេថ្ងៃនេះដោយទូរស័ព្ទក៏បិទយើងបានចូលស្នាក់នៅម៉ោង10បន្ទប់ភ្លាមពួកគេក៏បានធ្វើការសម្រាប់បើកទ្វារបន្ទប់យើងរួចបាត់ទៅហើយ
គាត់មិនចាំបាច់ខ្វល់រឿងទាំងនេះប្រចាំរបស់សន្តាគារមួយឆ្នាំស្នាក់នៅរត់ចម្លើយគាត់នៅអង្គុយគង់តាក់ខ្លាយ៉ាងច្រើនត្រឹមជាការយល់ច្រឡំដោយសារតែការផឹកស្រាសង្លុយបន្តិចបន្តួចក៏ចប់រឿងកូនស្រីខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយគាត់គ្រាន់តែជារឿងសង្លុយបន្តិចបន្តួចសោះមានរឿងមួយដែលខ្ញុំគិតមិនយល់សោះច្រវាក់សុវត្ថិភាពរបស់អ្នកគឺដាក់បានយ៉ាងល្អបញ្ជាក់ថាមុនពេលចូលគេអ្នកមានការលោតសម្លេងក្មួយបានដឹងមុនដោយរបៀបណាថាមានដឹងដោយរបៀបណាថាខាងបញ្ចូលស្គាល់ផ្លូវបុគ្គលិកច្បាស់ម្លេះកុំខ្លាចអីនិយាយមួយមកទីនេះថាយកនឹងខ្ញុំធ្លាប់ឆ្លងកាត់វាម្ដងរួចមកហើយខ្ញុំបានយល់សពមួយក្នុងយល់សពគឺម៉ោង3ព្រឹកក៏មានសម្លេងទីតមួយហើយទ្វារក៏បើកក្នុងយល់សពម៉ាក់ខ្ញុំបានបើកភ្លើងហើយសួរថាគេយើងមិនបានពួនហើយក៏មិនបានរត់ចេញទៅក្រៅខ្ញុំបានស្លាប់ម្ដងហើយមានកូនកំពុងនិយាយអីហ្នឹងម៉ាក់តើមានរឿងអីកើតឡើងបន្ទាប់ពីបរិសម្នាក់នោះចូលមកក្នុងយល់សពខ្ញុំចាំបានភ្ញាក់ឡើងទាំងភ័យខ្លាចពេលភ្ញាក់ឡើងមើលនាឡិកាគឺម៉ោង2ខ្ញុំខ្លាចថាយល់សពនោះជាការពិតទើបប្រឹងបើកភ្នែកចាំមើលរហូតដល់ម៉ោង3:07នាទីនៅក្នុងយល់សពលេះមែនមានស្នាមនៅលើកដៃរបស់កូនគឺខ្ញុំអ្នកច្បិចវាពេលភ្ញាក់ពីយល់សពទាំងភ័យខ្លាចខ្ញុំខ្លាចថាខ្លួនឯងនៅតែស្ថិតក្នុងយល់សពនៅឡើយខ្លួនឯងតតែឈឺទើបដឹងថាវាជាការពិតក្នុងយល់សពអ្នកដែលចូលមកមានតែបរិសម្នាក់នោះទេក្នុងយល់សពនៅពីក្រោយគាត់មានមនុស្សម្នាក់ទៀតម្នាក់នោះកាន់កាបូបឧបករណ៍មួយគឺចូលមកដើម្បីរៀបចំបន្ទប់គាត់ដើររៀងខ្វាក់ជើងបន្តិចហើយក្អកលាន់ឬសូរធ្ងន់មនុស្សម្នាក់នោះកាលពីយប់មិញមិនបានបង្ហាញខ្លួនទេគេនៅតែលាក់ខ្លួនក្នុងទីងឹតមាននិយាយរឿងក្នុងយល់សពតាំងពីដើមឡើងវិញមើលក្នុងយល់សពបន្ទាប់ពីទ្វារបើកបរោះដែលផឹកស្រានោះចូលមកមុនឯអ្នកខ្វាក់ជើងនោះដើរតាមពីក្រោយហើយក៏ចាក់សោទ្វារដែលផឹកស្រាបានទៅរើកាបូបរបស់ម៉ាក់ខ្ញុំរីឯអ្នកខ្វាក់ជើងរើវ៉ាលីមិនយកលុយមិនយកទូរស័ព្ទទេគឺរើរកតែរបស់តូចសៀវភៅដែលមានសោកាត់សោគឺយកមកមើលបញ្ចាំងនឹងភ្លើងទាំងអស់ពេលកំពុងតែរើបរោះផឹកស្រានោះក៏ទូរស័ព្ទបណ្ដានឹងជេរតាមទូរស័ព្ទបណ្ដាគាត់និយាយថាចុះបើចំណាំមនុស្សខុសតើត្រូវធ្វើម៉េចទូរស័ព្ទនោះស្ងប់ស្ងាត់ណាស់មិនប្រញាប់ប្រញ័រតតែសោះសំឡេងនោះបាននិយាយថាបងស្រីរបស់ Shen Gecheng អ្នកគ្រប់គ្រងបាននិយាយថាបើបានរបស់ហើយរឿងដែលនៅសល់នឹងចាត់ចែងឲ្យបានស្អាតល្អ Shen Gecheng ជាឈ្មោះប្អូនស្រីរបស់ខ្ញុំប្អូនស្រីខ្ញុំស្លាប់អស់រយៈពេល3ឆ្នាំមកហើយ